សូមស្វាគមន៍មកកាន់ព័ត៌មានសេដ្ឋកិច្ច Update Today ក្រសួងកសិកម្មបង្កើតមុខរបរថ្មីជូនពលរដ្ឋភៀសសឹកដោយបង្កើតជាសហគមន៍ចិញ្ចឹមមាន់ស្រែនិងធានាទិញយកវិញនៅពេលប្រមូលផលក្រសួងកសិកម្មបានចាប់ផ្ដើមចុះបង្រៀនប្រជាពលរដ្ឋដែលកំពុងតែរស់នៅផ្ទះបណ្ដោះអាសន្ននៅក្នុងខេត្តបន្ទាយមានជ័យដោយជំហានដំបូងនេះគឺផ្ដល់បច្ចេកទេសចិញ្ចឹមមាន់ទៅតាមដោយផ្ដល់ជូននៅទ្រុងមាន់ផ្ដល់ពូជមាន់ផ្ដល់បច្ចេកទេសចិញ្ចឹមនិងធានាប្រមូលទិញវិញពេលទទួលបានផលបើតាមលោកខំពីណងអ្នកនាំពាក្យក្រសួងកសិកម្មបានបង្ហាញថាក្រសួងកសិកម្មកំពុងរៀបចំដើម្បីជួយស្ដារជីវភាពពលរដ្ឋភៀសសឹកតាមរយៈការបង្កើតមុខរបរថ្មីជាការចិញ្ចឹមមាន់សម្រាប់អ្នកនៅតំបន់ជម្រកបណ្ដោះអាសន្នស្លក្រាមនៅក្នុងខេត្តបន្ទាយមានជ័យដោយបង្កើតជាសហគមន៍ចិញ្ចឹមមាន់ស្រែនៅតាមផ្ទះនៅក្នុងគម្រោងនេះក្រសួងនឹងផ្ដល់នូវអត្ថប្រយោជន៍ដែលទទួលបានក្នុងមួយគ្រួសារមានដូចជាទ្រង់ចិញ្ចឹមមាន់ស្តង់ដារចំនួន1ពូជកូនមាន់ស្រែអាយុ21ថ្ងៃចំនួន100ក្បាលផ្ដល់វ៉ាក់សាំងការពារជំងឺចំណីសម្រាប់ចិញ្ចឹមមាន់មួយវគ្គដំបូងផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសនិងការចុះតាមដានជាប់ជាប្រចាំជាពិសេសនឹងមានការធានាទិញយកវិញពេលប្រមូលផលនៅក្នុងតម្លៃសមរម្យផងដែរក្រសួងកសិកម្មនឹងផ្ដល់ជាការជួយគាំទ្រគ្រប់ជ្រុងជ្រោយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងលើការបង្ហាត់បង្រៀនបច្ចេកទេសដើមទុនចំណាយលើការចិញ្ចឹមនិងការភ្ជាប់ទីផ្សារទុកជាមុនសូមបញ្ជាក់ថាគម្រោងចិញ្ចឹមមាន់សហគមន៍នេះត្រូវបានតម្រូវឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់ដែលចាប់អារម្មណ៍ចង់ចិញ្ចឹមមាន់ស្រែនៅតាមផ្ទះជាលក្ខណៈសហគមន៍អញ្ជើញទៅចុះឈ្មោះចូលរួមជាមួយនឹងគម្រោងរបស់ក្រសួងចាប់ពីថ្ងៃនេះតទៅដោយក្រុមការងារនិងរងចាំទទួលនៅទីតាំងផ្ទាល់ផងដែរក្រសួងបង្ហាញពីវិធីរាប់ចំនួនភ្ញៀវទេសចរក្រោយមានចម្ងល់ថាចំនួនភ្ញៀវទេសចរលើសពីចំនួនប្រជាជនសរុបក្រសួងទេសចរបានបង្ហាញពីវិធីសាស្ត្រលម្អិតនៅក្នុងការរាប់ចំនួនភ្ញៀវទេសចរនៅតាមតំបន់នីមួយៗក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបានបញ្ចប់ដោយសារតែតួលេខអ្នកដើរកម្សាន្តមានច្រើនលើសពីចំនួនប្រជាជនសរុបដែលធ្វើឲ្យមានការចោទសួរជារៀងរាល់ពេលបញ្ចប់ព្រឹត្តិការណ៍នីមួយៗបើតាមរបាយការណ៍ក្រសួងទេសចរបានបង្ហាញថាចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលបានដើរកម្សាន្តអំឡុងចូលឆ្នាំថ្មីប្រពៃណីជាតិមានចំនួនជាង21លាននាក់ក្នុងរយៈពេល3ថ្ងៃចំនួននេះច្រើនជាងប្រជាជនសរុបដែលមានជាង17លាននាក់នោះក្រសួងទេសចរបញ្ជាក់ថាភ្ញៀវទេសចរត្រូវបានបែងចែកចេញជា3ប្រភេទទី1គឺភ្ញៀវទេសចរជាតិស្នាក់នៅទី2ប្រជាពលរដ្ឋខ្មែរដើរកម្សាន្តវិលល្ងាចនិងទី3ភ្ញៀវទេសចរបរទេសទិន្នន័យទាំងអស់ត្រូវបានក្រសួងទេសចររាប់ជាចំនួនដងអ្នកមិនរាប់ជាចំនួនមនុស្សនោះឡើយដែលស្រាប់ភ្ញៀវទេសចរម្នាក់អាចដើរកម្សាន្តទៅកន្លែងនីមួយៗលើសពី1ដងទិន្នន័យទាំងអស់ត្រូវបានប្រមូលពីមន្ទីរទេសចររាជធានីខេត្តហើយត្រូវបានធ្វើការបូកនិងប៉ាន់ស្មានជាក់ស្ដែងនៅតាមទីតាំងព្រឹត្តិការណ៍នីមួយៗនិងរមណីយដ្ឋានផ្អែកលើក្រឡាផ្ទៃមធ្យោបាយធ្វើដំណើរនិងសម្បត្តិចូលទស្សនាជាដើមក្រសួងទេសចរបញ្ជាក់ថាចំពោះការបូកសរុបទីតាំងព្រឹត្តិការណ៍ប្រគំតន្ត្រីផ្សេងៗគឺធ្វើឡើងដោយគណនាតាមរយៈក្រឡាផ្ទៃទីតាំងគិតជាម៉ែត្រការ៉េគុណនឹងចំនួនមនុស្សទៅតាមភាពជាក់ស្ដែងចំពោះទីតាំងរមណីយដ្ឋាននិងគោលដៅទេសចរនានាវិញគិតទៅតាមចំនួនសម្បត្តិដែលបានលក់និងចំនួនយានយន្តដែលបានចូលទស្សនាទៅតាមប្រភេទផងដែរកម្ពុជាទទួលបានការស្នើសុំវិនិយោគថ្មីចំនួន8គម្រោងដែលនឹងបង្កើតរោងចក្រនៅក្នុងរាជធានីខេត្តចំនួន7ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានទទួលការស្នើសុំវិនិយោគថ្មីនៅក្នុងគម្រោងចំនួន8ដែលនឹងត្រូវបោះទីតាំងនៅរាជធានីភ្នំពេញខេត្តតាកែវកំពង់ស្ពឺពោធិ៍សាត់កំពង់ចាមកំពង់ធំនិងខេត្តមណ្ឌលគិរីដែលអាចបង្កើតការងារជូនពលរដ្ឋបានជាង2000កន្លែងនៅព្រឹកថ្ងៃអង្គារទី21ខែមេសាឆ្នាំ2026នេះគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានរៀបចំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន7គម្រោងនិងគម្រោងពង្រីកបន្ថែមមុខសញ្ញាផលិតកម្មចំនួន1គម្រោងទុនវិនិយោគសរុបប្រហែល$490លានអាចបង្កើតការងារថ្មីបានប្រមាណជាង2000កន្លែងការវិនិយោគថ្មីនេះគឺនឹងវិនិយោគនៅក្នុងវិស័យឧស្សាហកម្មចំនួន4គម្រោងមានដូចជាផលិតផ្គុំនិងដំឡើងសម្ភារៈអគ្គិសនីប្រើប្រាស់ក្នុងផ្ទះផលិតពូកខ្យល់សាឡុងខ្យល់ពងហែលទឹកអាងហែលទឹកទូកខ្យល់កាបូបក្លាសេសម្ភារៈកីឡានិងសម្ភារៈក្មេងលេងធ្វើពីផ្លាស្ទិកផលិតអំបោះនិងជ្រលក់ពណ៌និងពង្រីកបន្ថែមមុខសញ្ញាផលិតកម្មបោកគក់សម្លៀកបំពាក់លើមុខសញ្ញាចាស់កាត់ដេរសម្លៀកបំពាក់និងប៉ាក់នៅលើទីតាំងដដែល
វិស័យកសិកម្មនិងកសិឧស្សាហកម្មចំនួន2គម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមីនិងបង្កើតកសិដ្ឋានចិញ្ចឹមនិងបង្កាត់ពូជសត្វចតុប្បត្តិនិងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន2គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដាក់ដោយថាមពលខ្យល់អនុភាព150មេហ្គាវ៉ាត់និងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដាក់ដោយថាមពលពន្លឺព្រះអាទិត្យអនុភាព350មេហ្គាវ៉ាត់ផងដែរសូមអរគុណចំពោះការតាមដានទស្សនាព័ត៌មានសេដ្ឋកិច្ច Update Today